រឿងនាងវិសាខាពេលចូលឆ្នាំម្ដងកំឡោះកមុំទាំងកងមើលទៅច្រើនគ្នាពាក្យថាកងនឹងច្រើនក្រុមសិតតែកមុំពុំចរិយទទួលពេលមួយប្រហែលជាជ្រៀលជ្រេសាយន្តមក3កូលន់ល្ងំភ្លៀងធំក៏ធ្លាក់មកថ្មីព្រាមព្រឹកទាំង8ក៏លេខទៅឃើញស្រីគ្រប់អាត្មាគេនាំឲ្យគ្នារត់ដើម្បីរកកន្លែងចម្រោកផ្លែកអីតែនាងប្រឡោកពលៀងទាំងអស់ចេញមកងូតទឹកកាលណាហើយវិលត្រឡប់ស្រាប់តែមានភ្លៀងអអ្នកអស់នាងសិទ្ធិធីតាគេនាំគ្នារត់តាយឆ្លេឆ្លាគឺថាកុំឲ្យទៅទឹកអ្វីផ្លែកតែនាងក៏មកមួយហ្នឹងដើរនៅនឹងស្ងៀមមិនមាត់ណាព្រាមព្រឹកគាត់រពឹសឃើញមាត់គាត់ក៏បានសួរផ្លាត់សម្ដីសួរថាណែនាងហេតុអីក៏មិនរកកន្លែងជ្រកភ្លៀងតើនាងអាងអីនាងនេតវិសាខាគ្រាន់តែហាប់ហាមាត់នេះទៀនស្ដីតែខ្ញុំមិនមែនខ្លាចភ្លៀងអីបើខ្ញុំដើរធ្វើដំណើរផ្ទាល់ដីលីវាសនុកជាងខ្ញុំរត់ខ្ញុំខ្លាចតែអំពើអាក្រក់ភ្លៀងច្រើនដំណក់ខ្ញុំមិនខ្លាចទេខ្លាចជាងគេអំពើអកុសលហើយបើសិនណាជាមានភ្លៀងរត់ទាំងអស់គ្នាគ្រោះជាលោកគ្រោះថ្នាក់មកដល់ការដែលរត់លឿនពេកវានាំច្បោកច្បល់នាំអកុសលគ្រោះថ្នាក់ដល់ប្រាណតែទឹកនៃភ្លៀងមិនអីទេកុំតែទឹកការលោភលន់ណានាងចេះនិយាយផ្អែមទាន់ព្រាមព្រឹកបណ្ឌិតទាំង8បានតែឃើញហើយគូសកត់ត្រាព្រាមអាចារ្យមិនរាវ័យមកនិយាយប្រាប់មហាសេដ្ឋីថាបពិតលោកម្ចាស់ដែលមានរាសីនាងដែលបញ្ញពិតកល្យាណីយើងទាំង8ដើររកឃើញហើយមានទាំងទីកន្លែងរាជកហៈប្រែធនគរក្រុងរាជគ្រឹះនារីនោះទន់ភ្លន់គ្មានពលពឹសគេចេះតែដឹងឲ្យយើងឆ្លងដល់ត្រើយដូច្នេះមហាសេដ្ឋីបានជ្រាបសេចក្តីហើយបងប្អូនណាយកាលចំនួនជនបុរាណពេលដែលមហាសេដ្ឋីឲ្យពួកអ្នកផ្លូវចៅមហាមុខអាមាត្យណាសិតតែអ្នកមុខអ្នកការគេសង្វាតមិនមែនគិតលេខអីគ្រាន់តែស៊ើបសួរបានដឹងរឿងថ្ងៃហ្នឹងគេចូលទៅស្ដីក៏នឹងជាបណ្ឌិតក៏មិនមែនប្រកែកអ្វីព្រោះដឹងថាសេដ្ឋីឈ្មោះមកគេគេហៅថាយោបល់មិនត្រូវគ្នាឡើយក៏ប៉ុន្តែកូនអញដឹងខុសត្រូវហើយជាតិជាសេដ្ឋីធីតាពងីវិសាខាដែលចិត្តជ្រះថ្លានឹងប្រភកវីបណ្ឌិតធននឹងជ័យបានដឹងតាមពេលតាមវេលាចង់ឲ្យទាញពុកក្មេកឲ្យត្រូវគ្នាមានយោបល់ត្រង់ល្អដូច្នេះរឿងប្រកែកនាំឲ្យបាក់បែកមិនស្រួលទេនាងនេតតាយមាសមេពេលហ្នឹងមិនមែនសល់ក្រនាងនេតសេដ្ឋីធីតាវិសាខាមិនមែនទៅរូបល្អចិត្តថ្លើមស្មោះសរអាចបំពាក់គុណធម៌ដល់ពុកក្មេកទៀតក៏បានមិនទាស់អ្វីបើអញ្ចឹងធននឹងជ័យបណ្ឌិតនិងនាងសុម្នាក់ទាំងពីរគូជាក់បានប្រកាស
ថាមិនប្រកបរាប់ជាអ្វីឲ្យបានច្បាស់គ្រាន់តែដាក់ផែនការយ៉ាងសង្វាតថាបើនរណាមួយទាំងដឹងរៀបការខែ3ឲ្យកូនស្រីធ្វើប្រដាប់មួយហៅថាលក្ខតាមហាប្រាសាទពេលហ្នឹងដែលហើយរបស់យ៉ាងស្អាតគេហៅថាគ្រឿងប្រដាប់សម្រាប់ការដូចជាខោអាវយ៉ាងតែពិសេសតកាលអានឹងធ្វើ3ខែទើបហើយស្រេចប្រកបមាសពេជ្រជាការចាំបាច់ឬកីហ្នឹងនាងវិសាខាខ្ញុំបាទបំព្រួចយ៉ាងខ្លីពេលនោះដាក់ថ្ងៃការបានសេចក្តីថាអភិសេកប្រក់ព្រំអ្នកតូចអ្នកធំពួកបរិវារខាងសិទ្ធិមហាមុខីសិទ្ធិដង្ហែកូនប្រុសស្រួលស្រស់ឈ្មោះប៉ុនវឌ្ឍនៈអេទ្រព្យសម្បត្តិលើសខ្វះគ្នាច្រើនដែរតែគេមានឋានៈបណ្ដាសក្តិជាសិទ្ធិទទួលពេលហ្នឹងមានស្ដេចស្ដែងនៅក្នុងកន្លែងដែនសាវត្ថីឲ្យព្រះសេនតិកោសលដែលដែនរាជក្រឹស្នបុរីសម្ដេចអង្គចក្រីលីចង់សុំសិទ្ធិមួយអង្គឲ្យមានសម្បត្តិបរិបូរណ៍ថ្លៃធ្នូទាំងរឹកទីពីបញ្ជាអំពីព្រះរាជជាពេលហ្នឹងបើនាងវិសាខានឹងបៃតាចេញត្រង់ទៅធ្វើជាប្រាសាទបើតាមសង្កេតឈ្មោះដែនសាកេតចិត្តផ្ទាល់ព្រះអង្គជាដីមួយនៃធ្លីតាមប្លង់តោះហ្នឹងខ្ញុំសុំជម្រាបយ៉ាងខ្លីសិទ្ធិត្រូវផ្លាស់ទីលំនៅផ្លាស់ប្រាសាទសង្វាតរៀបការកូនកមុំនៅដែនសាកេតដែលដីខ្ញុំគឺដីរបស់តនិញជ័យសិទ្ធិរៀបការនៅកន្លែងមិនមែនគោលដើមគឺចេញពីរាជក្រឹស្នអបុរីមកដល់នាក្រុងសាវត្ថីតនិញជ័យរៀបចំចាត់ចែងការបងប្អូនណាយបើសិនណាជាយើងនិយាយឲ្យត្រឹមត្រូវគឺការនោះអស្ចារ្យប្លែកណាស់វាមិនដែលមានសោះក្នុងប្រវត្តិសាស្ត្រមិនមែននៃការមួយយប់មួយថ្ងៃគិតទៅ3ខែគត់និយាយពីដុតស្រស់ស្រូបភ្លើងចំអិនមហូបចំណីប៉ុន្តែយើងក៏អស្ចារ្យដែរសម័យថ្មីមានតកូលមហាសិទ្ធិលីចាយលុយសិតដុល្លារប៉ុន្តែចំនួនបុរាណហាក់ដូចបបេះអញ្ចឹងដែរឥឡូវនោះមិនដែលឮសូនណារៀបការ3ខែប្លែកឯនាងនាថវិសាខា